បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូសុខបារានជ័យទឹកសំចៃរំលែករុក្ខជាតិមួយទៀតហើយបងប្អូនណារុក្ខជាតិនេះផងដែរឈ្មោះថាវត្តអាើកហើយវត្តអាើកនេះមានសព្វគុណច្រើនសម្រាប់ប្រើប្រាស់នៅលើសុខភាពមនុស្សយើងហើយដូចជាគ្រុនក្តៅកាពះចុកឆ្អល់ត្រូវនឹងដំបៅងារកាត់បន្ថយការហើមបងប្អូនណាហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនណាថ្ងៃនេះខ្ញុំបាទគ្រូឱសថបុរាណសូមចែករំលែករុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះដែលខ្ញុំពងអាកាន់ឲ្យបងប្អូនមើលនេះបងប្អូនណាស្លឹកឆែកហើយបងប្អូនស្រួលចំណាំណាវោហើយស្លឹកវាកំលៀតតងវាឆ្ងាយពីគ្នាហើយវាឆ្លាស់តងបងប្អូនរាងដូចបេះដូងទ្រវែងអញ្ចឹងបងប្អូនហើយនេះឈ្មោះថាវត្តអាើកហើយវត្តអាើកនេះផងដែរពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងវាកបជំងឺច្រើនមុខណាបងប្អូនប៉ុន្តែលោកគ្រូលើកមក3 4មុខដើម្បីធ្វើបទបង្ហាញចែកជូនជាធម្មទានដើម្បីបម្រើសុខភាពបងប្អូនឲ្យបងប្អូនមានសុខភាពល្អថ្ងៃក្រោយបងប្អូនមានសុភមង្គលហើយពេលដែលយើងប្រើថ្នាំធម្មជាតិទៅយើងមានសុខភាពល្អមានន័យថាព្យាបាលទៅជាបានយូរសុខភាពយើងមាំមួនហើយបងប្អូនហើយជាដំបូងនេះខ្ញុំលើកយកមកវត្តអាើកនេះអំពីជំងឺគិសបងប្អូនពេលដែលបងប្អូនយកវត្តអាើកនេះទៅដាំពិសាទទួលទានដោយដាក់ឲ្យស្ងួតណាបងប្អូនដាក់ឲ្យស្ងួត30 ក្រាមទម្ងន់វា30 ក្រាមដាំពិសាទទួលទានរាល់ថ្ងៃទៅបងប្អូនអាគិសហ្នឹងវាក្រាបទៅឯងបងប្អូនណាអាហ្នឹងវត្តអាើកហ្នឹងហើយនឹងមួយបងប្អូនទី2ហើយបើសិនបងប្អូនយកទៅប្រើប្រាស់ជាត្រូវនឹងថ្នាំព្យាបាលជំងឺបងប្អូនក្តៅក្រហល់កាហាយក្នុងខ្លួនក្តៅខ្លួនអញ្ចឹងបងប្អូនយើងដាំពិសាទទួលទានទៅវាបញ្ចុះកម្ដៅក្នុងសារពាង្គកាយរបស់បងប្អូននឹងមានន័យថាបងប្អូនក្តៅខ្លួនក្រហល់កាហាយខ្លួនឬក៏បងប្អូនគ្រុនក្តៅអីចឹងណាបងប្អូនអានឹងជាថ្នាំបញ្ចុះកម្ដៅចង់និយាយចឹងបងប្អូនហើយបងប្អូនយកទៅប្រើទៅដោយបងប្អូនដាក់ដូចខ្ញុំនិយាយចឹងបងប្អូនណាដូចក្នុងលើស្មើគ្នាចឹងមានន័យថា30 ក្រាមស្ងួតចឹងណាបងប្អូនហើយនឹងទី2បងប្អូនណាទី3បើសិនជាបងប្អូនមានតបៅអាតបៅយូរអាតបៅមើលមជាណាបងប្អូនគេហៅថាចាស់បុរាណគេហៅថាតបៅខ្លាយអាហ្នឹងខ្លះទៅគេហៅថាតបៅងារស៊ីរូងចូលក្នុងអញ្ចឹងបងប្អូនហើយយើងយកស្លឹករបស់វល្លិតាអាវហ្នឹងបុកទាំងស្លឹកទាំងវល្លិហ្នឹងបងប្អូនបុកបំពោកវាលើរំបៅហ្នឹងហើយដាំផឹកផងណាបងប្អូនដាំដូចជានិយាយខាងលើហ្នឹងដាក់ដាំផងហើយដាក់បំពោកនៅក្នុងតបៅហ្នឹងផងទៅហើយលាងវាមួយថ្ងៃ2 ដងហើយបំពោកលាងទៅយូរទៅបដុសសាច់លឿនណាបងប្អូនអានឹងត្រូវនឹងដំបៅខ្លាយតែបើមើលមជាបងប្អូនដាំហូបហើយលាងហើយឬមួយក៏បងប្អូនស្ងោរយកទឹកហ្នឹងលាងទឹកហើយថ្នាំវត្តអាវហ្នឹងបងប្អូនលាងដំបៅហ្នឹងក៏បានដែរហើយខ្ញុំមានបទពិសោធន៍កន្លែងហ្នឹងហើយក៏ជាដែរអាដំបៅខ្លាយយើងដំបៅយើងមិនងាយពីដើមសម្បូរណាស់ដំបៅហ្នឹងបងប្អូនអាដំបៅខ្លាយហ្នឹងឥឡូវវាមិនសូវមានទេដោយសារមានការរីកចម្រើនវិទ្យាសាស្ត្ររីកចម្រើនឬក៏មានមនុស្សយើងយល់ការដឹងរយៈជ្រៅទៅធ្វើអនាម័យខ្លួនរស់នៅដោយអនាម័យខ្លួនទៅវាធ្វើឲ្យមិនសូវកើតអាជំងឺដំបៅងាយដំបៅខ្លាយហ្នឹងបងប្អូនហើយនឹងទី3បងប្អូនណាទី4បើសិនតែបងប្អូនយើងក្អកឲ្យមានស្លេះបងប្អូនអាហ្នឹងវាក៏ត្រូវជំងឺក្អកវាកាត់ស្លេះបើយើងបងប្អូនណាក្អកហើយវាមានស្លេះមកអញ្ចឹងបងប្អូនយកវត្តអាើកនឹង30 ក្រាមទៅដាំពិសាទទួលទានហ្នឹងវាធ្វើឲ្យក្អកស្លេះដែលបងប្អូនកាត់ស្លេះឡើងមានស្លេះហ្នឹងវាកាត់ស្លេះហើយនឹងឱសថនេះឱសថវត្តអាើកហ្នឹងណាបងប្អូនហើយដាំហូបពិសាទៅហ្នឹងក្អកចង់និយាយថាក្អកមានស្លេះយើងដាំពិសាទទួលទានទៅនឹងជាសះស្បើយយ៉ាងឆាប់រហ័សបងប្អូនណាហើយនឹងទី4បងប្អូនទី5បើសិនជាបងប្អូនមានការចុកឆ្អល់ក្នុងពោះហូបអីបន្តិចឆ្អល់ហូបអីកោពោះតឹងពោះឆ្អល់ឡើងលើអញ្ចឹងបងប្អូនអានឹងបងប្អូនយកទៅប្រើដែរដោយដាក់30 ក្រាមបងប្អូន30 ក្រាមស្ងួតណាយកទៅប្រើប្រាស់ដាំពិសាទទួលទានត្រូវនឹងក្រពះចុកឆ្អល់បងប្អូនចង់និយាយចឹងហើយបើសិនជាបងប្អូនមើលថាបងប្អូនមើលរួចហើយបងប្អូនស្ដាប់ហើយបងប្អូនពេញចិត្ត
នៅលោកគ្រូបងប្អូនជួយsubscribe ជួយឲ្យបេះដូងជួយចុចកណ្ដឹងឲ្យលោកគ្រូម្នាក់មួយផងបងប្អូនដើម្បីថ្ងៃក្រោយបងប្អូនបានទទួលមើលវីដេអូថ្មីក្រោយទៀតដើម្បីលោកគ្រូចែករំលែកលោកគ្រូចែករំលែកថ្ងៃក្រោយបងប្អូនឆាប់បានមើលចង់និយាយចឹងបងប្អូនណាហើយនៅជាចុងក្រោយនេះខ្ញុំបាទគ្រូឱសថបុរាណសូមជូនពរបងប្អូនហើយសូមអរគុណបងប្អូនហើយជូនពរបងប្អូនសូមឲ្យបងប្អូនបានសុខបានចម្រើនសត្រូវមកមុខឲ្យរំលងត្រូវមកខ្នងឲ្យរលាយហើយសូមតែទេវតាទាំង10000លោកធាតុថែរក្សាបងប្អូនសូមឲ្យបងប្អូនមានសុភមង្គលក្នុងក្រុមគ្រួសារមួយយ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូឱសថបុរាណសូមគោរពសូមជម្រាបលា